ចូលអសប្បាយជានិច្ចចូលអធិដ្ឋានឥតឈប់ឈរចូលអរព្រះគុណក្នុងគ្រប់ការទាំងអស់ពីព្រោះព្រះទ្រង់សពព្រះハរតីឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះដោយនៅព្រះគ្រីស្ទយេស៊ូវចូលអរសប្បាយក្នុងព្រះអង្គម្ចាស់ជានិច្ចខ្ញុំប្រាប់ម្ដងទៀតថាចូលអរសប្បាយឡើងចូលសំដែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្តីសំឡូតរបស់អ្នករាល់គ្នាចុះព្រោះព្រះអង្គម្ចាស់ទ្រង់ជិតដល់ហើយកុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងចូលព្យាយាមក្នុងសេចក្តីអធិដ្ឋានទាំងចាំយាមក្នុងសេចក្តីនោះឯងដោយពាក្យអរព្រះគុណដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិដ្ឋានសូមចូលជឿថាបានហើយនោះនឹងបានមែនចូលអរសប្បាយដោយមានសង្ឃឹមចូលអត់ធន់ក្នុងសេចក្តីទុក្ខលំបាកចូលឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋានដូច្នេះត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហានដើម្បីនឹងទទួលសេចក្តីមេត្តាហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះតែឯអ្នកកាលណាអធិដ្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិដ្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចុះនោះព្រះវរបិតានៃអ្នកដែលទតឃើញក្នុងទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បាស់ដូច្នេះចូលឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នាហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យបានជាចុះត្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿឥតសង្ស័យសោះត្បិតអ្នកណាដែលសង្ស័យនោះប្រៀបដូចជាប្រឡូកសមុទ្រដែលត្រូវផាត់ដោយខ្យល់ទាំងរំពើកចុះឡើងហើយគ្រប់ទាំងសេចក្តីអ្វីដែលអ្នករាល់គ្នានឹងអធិដ្ឋានសូមដោយមានចិត្តជឿនោះនឹងបានសម្រេចទាំងអស់